របៀប remove background ចេញពីរូបភាពនៅក្នុងកម្មវិធី Microsoft Word អញ្ចឹងបើចង់ដឹងចូលទស្សនាវីដេអូទាំងអស់គ្នាបាទអញ្ចឹងនេះគឺជារូបភាពដែលខ្ញុំបានយកមកចូលក្នុងកម្មវិធី Word ដើម្បីយើង remove background ពណ៌សនេះចេញអញ្ចឹងជាដំបូងយើងត្រូវ select លើរូបភាពរបស់យើងមកយើងចូលមកកាន់ design សំទោសចូលមកកាន់ picture format ហើយយកពាក្យថា remove background បាទទោះបើយើងចុចមើលហើយយើងឃើញមានជើងហើយនឹងសក់នេះវាដាច់អញ្ចឹងយើងអាចយក mark area to keep នេះមកតែយើងបូកបន្ថែមដើម្បីដែលយើងចង់បាននៅកន្លែងណាយើងចង់បានបើយើងទៅគោះលើវាមកវានឹងចាប់ select យើងវិញហើយបាទជើងឡើយនេះវាមកយើងមើលពណ៌សនេះវាសល់អញ្ចឹងបើសល់យើងចង់កាត់វាចោលយើងយកនេះ mark area to remove នេះមកហើយយើងដកវាចេញប៉ុណ្ណឹងមកយើងចុចគ្រីសត្រង់លេខនេះ keep change នេះមកចុចរូបភាពរបស់យើងវានឹង remove background យើងដោយសារក្នុងកម្មវិធី Microsoft Word សូមអរគុណសម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មានពាក្យថាចង់រៀនឬឆាតចូល page